ចាបងប្អូនអរគ្នាឥឡូវនេះខ្ញុំបានមកដល់សៀមរាបហើយបងប្អូនគឺថ្ងៃទី4ចូលឆ្នាំរួចហើយគឺខ្ញុំមកដល់ថ្ងៃទី4ហើយនេះគឺអាយដលនៅក្នុងឡានបងប្អូនគឺស្ទះផ្លូវមែនតើបងប្អូនអើយមើលណាស្ទះផ្លូវហើយផ្លូវដែលស្ទះនេះគឺផ្លូវទៅបដាបងប្អូននេះផ្លូវយើងជិះទៅបដាហ្នឹងគឺស្ទះខ្ញុំមិនដឹងថាស្ទះអីឥឡូវខ្ញុំចុះដើរសិនណាពីព្រោះឃ្លានបាយមកពីប៉ោយប៉ែតចេញមកម៉ោង10មកដល់នេះខ្ទង់ម៉ោង2ដល់10បងប្អូនប៉ុន្តែវានៅស្ទះត្រង់ផ្លូវប្រដាក់ហ្នឹងតែម្ដងបងប្អូនណាខ្ញុំគិតថាប្រហែលជាយើងអាចធូរស្រាលមិនធូរស្រាលណាស្ទះឲ្យឡានជីពីក្រោយយើងដើរលឿនជាងឃើញអត់ចាគាត់ជិះម៉ូតូខ្ញុំថាតាយូរពេកខ្ញុំកាក់បងnàyគាត់ធ្វើដំណើរតាមផ្លូវទៅហើយភូមិព្រះដាក់តែគេល្បីអាកោល្បីម្ហូបឆ្ងាញ់ប្រចាំសៀមរាបបងប្អូនហើយខ្ញុំបាយកាមេរ៉ាទៅខាងមុខបងប្អូនណាចាស់បងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានជួបនឹងបងប្អូនប្រុសគាត់ចិត្តល្អខ្ញុំសុំគាត់ជិះម៉ូតូគាត់ក៏ដឹកខ្ញុំទៅដែរម្ដងដោយសារអស់កន្លងពេកទៅមកពីប៉ោយប៉ែតបានហូបបាយព្រឹកសោះហើយត្រូវនឹងស្ទះផ្លូវទៀតទ្រាំលេងបានក៏កាក់កូនទៅសិនទៅធ្វើបន់ជួបអ្នកបន់ចឹងណាបងប្អូនអត់បានតាមមកគឺមនុស្សតែបាក់ទៅតែเป็นផ្នែកที่ตะลุยกันតែរយៈនេះអូអ្នកសៀមរាបហ្នឹងមែនបាទអូអូនចង់នៅកន្លែងណាចាយចង់នៅកន្លែងហ្នឹងដែរបាទពូចាយស្អីនោះកន្លែងស្អីគេហៅអីស្អីជុំមិត្តជុំមិត្តកន្លែងសាច់ជ្រូកអាំងខាងស្ដាំដៃអូបាទអាមុខអូនស្គាល់ហ៎ខ្ញុំធ្លាប់ឃើញតាយទេអូជួយនឹងចាចាអូយអរគុណច្រើនទេណាជូនពរឆ្នាំថ្មីហើយអូនសុខភាពក្នុងការធ្វើដំណើរជោគជ័យការងារមានក្តីសុខក្នុងក្រុមគ្រួសារបងប្អូនអើយចិត្តល្អមែនតើអូយហើយបើអត់ឲ្យជិះម៉ូតូមកមិននេះហើយបើស្ទះម្លឹងបងប្អូនឥឡូវអាយដលយើងនៅលើឡានគ្នា4នាក់ខ្ញុំមកតែម្នាក់ឯងឯគុតមានអីទៀតស្ទះម្លឹងហើយជីមួយប្រុសស្អាតទៀតណានិយាយមែនតើលើឡានទេធ្វើជាពីណាគេឆ្ងល់ទៀតណាយីមកតែ2នាក់ម៉ូតូ2ខ្ញុំមានអ្នកណាមកជី6ណាបងប្អូនអើយមិនស្ទះទៅចម្លែកខ្លាំងអូយទៅហើយពុកម៉ែបងប្អូនអរគ្នាអើយថ្ងៃទី4នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងបងប្អូននៅសៀមរាបភូមិព្រះដាកគឺថាស្ទះខ្លាំងស្ទះតាំងពីដើមផ្លូវបងប្អូនអើយអូយបានដល់30ទូអូនប្រុសកុំអីនឹងខ្ញុំហើយពេញហើយទៅជាងនៅអានប៉ោយប៉ែតជាងសង្ក្រានចាអត់ចេះជាងទេចាខាងតែអ្នកជាងហ្នឹងគឺតារិនណោះប្រចាំគាត់ក្រៅពីយមគាត់ទៅជាងនៅនឹងចាជំនួយការគាត់ដល់ពេលអញ្ចឹងទៅគាត់ត្រឡប់ពីប៉ោយប៉ែតហ្នឹងមកចូលសៀមរាបថាមានញ៉ាំបាយណាតាំងពីព្រឹកថាមកកណ្ដាលយើងហ្នឹងអូនហើយឥឡូវមកដល់ទាំងហ្នឹងហើយមើលថាមើលឡានហើយឥឡូវអ្នកនៅឡានគាត់จะដាច់បាយទេចាយរត់មកមុនណា
មានលោកពូណាមីញ៉ាជីកាត់តាមហ្នឹងគឺបងសុំជីហ្មងព្រោះបងចង់ដឹងថាមូលហេតុអីនឹងស្ទះខ្លាំងម៉េចដល់ពេលចុះមកដល់បានដឹងថាអូយយ៉ានេះឯសារថាចរាចរណ៍ភ្ញៀវទេសចរបងប្អូនយើងអត់ទាន់ត្រឡប់ទៅវិញណាបងយល់ណាណែយ៉ាហួរយកជួយទៅហួរគ្នាអមនោះចាប់បណ្ដានោះតែទេចូលតែតាមលេខចូលอะไรแต่ดุกเนี่ยโหปูมากันเนี่ยตอนคืนยังมองบอลไอ้nhómสมทบอลเราให้บุญยังมัดตัวอะไรไอ้อย่างฮะจุ่มมัดcáiไหลมันจะสูงทางเนาะอ๋อหอยเป็นจังเป็นนังจ้ะจุ่มมัดlàไหลงาเป็นตูcha conจุ่มมัดเหรอhaiจุ่มมัดจะถูกăn cái này là ngà vậy ba con tầm mốc á ô chẳng ok con chạy về sân ấy chào ơi con chờ anh thấy chắc không chị bánh mốc đưa ra đi nhạc xiêm hiệp con chờ nào to bao nhưng phải mình to tầm ná từ mục kia đây của mình nhờ ôn pro chui đục màu lòng vàng con chờ ôn đục màu lòng hua cái lấy cái này bạn đây dừng đòn hai bông ôn đi đo phun trở đạt ta toàn đo cái lại đại dân cây thôi thế luôn nên nhom thử scat để chuột màu bị coi bát scat để chuột phu mà là bao nhiêu nhom cứ anh và nòng quạt nơi xiêm hiệp quạt màu sẵn tràn xiêm hiệp 3 ngày tại nhom sẵn tràn nơi coi bát 3 ngày lớn còn là chọc ngày thì 3 liếm choដល់ngày thì 4 គឺនេះខ្ញុំចុះជីកាត់បងប្អូនមិនចុះឲ្យជីកាត់មករកគាត់តែម្ដងគាត់នៅហូបអីនៅភូមិប្រដាក់ហើយខ្ញុំដឹងខ្ញុំអានខុសអានត្រូវបងប្អូននៅភូមិប្រដាក់ខេត្តសៀមរាបហ្នឹងឯងគាត់នៅហាងសាច់ជ្រូកអាំងមានលោកចុកទឹកប្រហុកមានបាញ់ឆាវយូរទៅគឺមានច្រើនមុខបងប្អូនហើយសំខាន់នេះខ្ញុំចង់លក់គេហៅអីគេអូនោះក៏លក់បាញ់ឆាវហ៎តំណងក៏លក់បាញ់ឆាវខ្ញុំចង់លក់នេះហ៎បងប្អូនខ្ញុំចង់លក់អាកោផ្ទៃខ្ញុំជាប់ហូបមួយសាយព្រោះស៊ីមទៀតខ្ញុំមកសាមកដែរបងប្អូនបងប្អូនអរគ្នាអើយនេះផ្ទះគេហៅថាផ្ទះអាកោខ្ញុំមកកោបាក់បិណ្ឌអីហ្នឹងបងប្អូនអូយផ្ទះយ៉ាងហ្នឹងពុកម៉ែបងប្អូនយើងអត់ទាន់អញ្ជើញទៅពេញវិញទេហើយក៏អត់ទាន់អញ្ជើញទៅបណ្ដាខេត្តវិញទេណាបងប្អូនគឺគាត់នៅលេងសៀមរាបនេះអញ្ចឹងនេះខ្ញុំមកថ្ងៃហ្នឹងគឺត្រូវហើយអូយតែស្ងាត់ទេណាសុំតោះអត់ស្ងាត់ទេណាបងណាណែនតែម្ដងហើយចាំការធ្វើចរាចរណ៍ក៏ខ្លាំងដែរហើយនេះខ្ញុំបន្តទៅមុខទៀតហើយបងប្អូនចាំមើលថាតើនេះខ្ញុំអាយរកពុម៉ាក់នេះខ្ញុំឃើញអត់អូអត់ទៅស្គាល់ហ៎នេះខ្ញុំអត់ទៅស្គាល់ដែរដើរនេះអារម្មណ៍ថាដើរឆ្ងាយដែរបងប្អូនឥឡូវយើងទៅមុខទៀតមើលគេហៅមានជួបខ្វៃជុំមិត្តចឹងឈ្មោះគេឥឡូវយើងទៅមុខទៀតបងប្អូនណាពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាបានទស្សនាវីដេអូរបស់នេះខ្ញុំហើយកុំភ្លេចជួយ Subscribe Channel YouTube របស់នេះខ្ញុំម្នាក់មួយផងណាឈ្មោះថាថ្ងៃសុភ័ត្រា Show អូខេអរគុណជម្រាបលាចាំនេះខ្ញុំថតវីដេអូតទៀតណាពេលដែលបានជួបមិត្តភក្តិខ្ញុំហើយខ្ញុំបើក location ផ្លូវមើលសិន